ជំរាបសួរពុកម៉ែបងប្អូនប្រិយមិត្តអ្នកស្ដាប់ថ្ងៃនេះ admin មានសាច់រឿងថ្មីដែលទទួលបានការចែករំលែកពីបងប្រុសបញ្ញាដែលគាត់បានយកសាច់រឿងរបស់គាត់ផ្ទាល់ខ្លួនតែម្ដងយកមកចែករំលែកហើយចង់ដឹងថាសាច់រឿងរបស់បងបញ្ញាមានលក្ខណៈបែបណាសូមបងប្អូនរីករាយស្ដាប់ឲ្យដល់ចប់ទាំងអស់គ្នាហើយជាពិសេសកុំភ្លេចចុច Subscribe Channel admin ម្នាក់មួយផងដើម្បីជាការផ្ដល់កម្លាំងចិត្តមកកាន់ adminអញ្ចឹងកុំឲ្យខាតពេលវេលាយូររីករាយស្ដាប់សាច់រឿងរបស់បងបញ្ញាទាំងអស់គ្នាបងបញ្ញាគាត់បានយកសាច់រឿងរបស់គាត់ហ្នឹងចែករំលែកមកកាន់ខ្ញុំហើយខ្ញុំបានសូមពីគាត់ដើម្បីយកមកសម្រាយឲ្យបងប្អូនបានស្ដាប់កំសាន្តនៅក្នុង Channel សាច់រឿងរបស់គាត់ហ្នឹងគឺចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ2016គាត់ជានិស្សិតដែលមកពីខាងខេត្តព្រៃវែងឡើងមករស់នៅទីក្រុងភ្នំពេញនៅក្នុងឆ្នាំ2016ក្នុងគោលបំណងដើម្បីរៀនបន្តជានិស្សិតនៅមហាវិទ្យាល័យដែលបងបញ្ញាក៏រៀនផ្នែកវិស្វករអគ្គិសនីនៅសាលាល្បីឈ្មោះមួយកន្លែងក្នុងរាជធានីភ្នំពេញហើយបន្ទាប់ពីគាត់បានឡើងមកទីក្រុងភ្នំពេញបែបហ្នឹងទៅគាត់ក៏បានស្វែងរកបន្ទប់ជួលដែលបន្ទប់ជួលរបស់គាត់ហ្នឹងគឺគាត់រកបាននៅក្នុងតម្លៃមួយខែ$60ដែលវារៀងគួរសមដែរសម្រាប់និស្សិតដែលមកពីស្រុកស្រែដូចគាត់បន្ទប់ជួលដែលគាត់ស្នាក់នៅហ្នឹងគឺបន្ទប់ជាន់ទី5គឺបន្ទប់ D6 ដែលវាជាចំណងជើងនៃសាច់រឿងរបស់យើងផ្ទាល់តែម្ដងគឺបន្ទប់ជួល D6 ហ្នឹងបងបញ្ញាគាត់បានរៀបរាប់ទៀតថានៅពេលដែលគាត់មកស្នាក់នៅទីក្រុងភ្នំពេញហ្នឹងគឺគាត់នៅតែម្នាក់ឯងទេគឺនៅបន្ទប់ជួល D6 ហ្នឹងតែម្នាក់ឯងទេគាត់រៀនផងនិងធ្វើការពេលថ្ងៃផងប៉ុន្តែគាត់រៀនហ្នឹងពេលយប់ប្រហែលជាម៉ោង5គាត់ចូលរៀនម៉ោង8គាត់ចេញហើយពេលថ្ងៃគឺគាត់ធ្វើជាកូនជាងតែតើនឹងគ្រឿងអគ្គិសនីតទឹកតភ្លើងនៅក្នុងអគារជាមួយនឹងមេរបស់គាត់អញ្ចឹងទៅបន្ទាប់ពីបានស្នាក់នៅផ្ទះជួលរបស់គាត់នឹងបានមួយរយៈគាត់ក៏បានតាក់ទងជាមួយនឹងនារីម្នាក់ដែលជានិស្សិតឡើងមករៀននៅទីក្រុងភ្នំពេញនេះដែរហើយនាងមានឈ្មោះថារតនីបងបញ្ញារៀបរាប់ប្រាប់ខ្ញុំថាមុនដំបូងគាត់មិនស្គាល់រតនីនឹងជាអ្នកណាទេប៉ុន្តែថ្ងៃមួយនៅពេលដែលគាត់ចេញពីបន្ទប់ជួលរបស់គាត់នឹងមកគាត់ក៏បានជួបនឹងរតនីនៅពេលដែលដើរទៅយកម៉ូតូរបស់គាត់រតនីនឹងក៏បានបណ្ដាលម៉ូតូរបស់នាងនៅពេលដែលនាងចេញពីសាលារៀននឹងមកទុកកន្លែងផ្ញើម៉ូតូរបស់ផ្ទះជួលនឹងដែរធ្វើឲ្យបងបញ្ញានឹងលក្ខណៈថាគាត់គិតក្នុងចិត្តថាជុំស្រីស្អាតអញ្ចឹងណាហើយគាត់ក៏មិនបានសួរនាំទៅរតនីដែរគាត់តាមសម្លឹងមើលថាតើរតនីស្នាក់នៅក្នុងបន្ទប់មួយណានៅអគារផ្ទះជួលនឹងអញ្ចឹងនៅពេលដែលគាត់តាមមើលអញ្ចឹងទៅរតនីក៏បានឡើងទៅបន្ទប់ជួលរបស់នាងគឺនាងស្នាក់នៅជាន់ខាងក្រោមរបស់បងបញ្ញានឹងគឺនៅជាន់ទី4គឺអគារ C5 ហើយបងបញ្ញានៅជាន់ខាងលើនាងមួយជាន់គឺជាន់ទី5អគារ D6 នឹងបន្ទប់ D6 នឹងផ្ទាល់តែម្ដងបន្ទាប់ពីបានដឹងថារតនីនាងស្នាក់នៅបន្ទប់ជួលក្បែរបងបញ្ញាបែបហ្នឹងក៏បងបញ្ញាគិតក្នុងចិត្តថាចង់ស្គាល់ចង់មានតំណែងជាមួយនឹងរតនីអញ្ចឹងណាហើយបងបញ្ញាក៏គាត់បានសុំ Facebook រតនីហ្នឹងពីមិត្តភ័ក្តិរបស់រតនីដែរនៅបន្ទប់ជួលជាមួយគ្នាហ្នឹងហើយបន្ទាប់ពីសុំ Facebook បានអញ្ចឹងទៅគាត់នេះក៏ចាប់ផ្ដើមឆាតតំណែងជាមួយនឹងរតនីហើយពេលហ្នឹងរតនីគេទើបតែបែកពីសង្សាររបស់គេមុនហើយចំណែកដែរបងបញ្ញាគាត់និយាយថាគាត់ជាមនុស្សម្នាក់ដែរលក្ខណៈថាកំសត់រឿងស្នេហាអញ្ចឹងព្រោះដែរកាលពីមុនគាត់ការនៅរៀនវិទ្យាល័យហ្នឹងក៏គាត់ធ្លាប់មានសង្សារដែរហើយក៏ធ្លាប់តាមស្រឡាញ់នារីម្នាក់ដែរប៉ុន្តែគេបដិសេធស្នេហ៍របស់គាត់អញ្ចឹងហើយគាត់បានជួបនឹងនារីម្នាក់ដែលជាសង្សាររបស់គាត់ប៉ុន្តែក្រោយមកក៏បែកគ្នាមុននៅពេលដែលគាត់នឹងជួបរតនីហ្នឹងទៅហើយបន្ទាប់ពីពេលហ្នឹងមករតនីហ្នឹងក៏បានឆាតតំណែងជាមួយនឹងបងបញ្ញានឹងរហូតចឹងទៅតតែថ្ងៃមួយបងបញ្ញាគាត់ថាគាត់សារភាពសេចក្តីស្រឡាញ់ហ្នឹងប្រាប់ទៅរតនីហើយក៏ទទួលបានការតបស្នងមកវិញពីរតនីហ្នឹងគឺគាត់ទទួលបានការស្រឡាញ់ពីរតនីផងដែរអញ្ចឹងតំណែងរបស់គាត់ចាប់ផ្ដើមល្អឡើងពីមួយថ្ងៃទៅមួយថ្ងៃវាធ្វើឲ្យតំណែងរបស់គាត់ហ្នឹងលក្ខណៈថាស៊ីជម្រៅទៅអញ្ចឹងពួកគាត់ក៏បានស្រឡាញ់គ្នាធ្វើជាសង្សារហ្នឹងដោយបងបញ្ញាហ្នឹងក៏គាត់ធ្លាប់បានទៅលេងផ្ទះរបស់រតនីហើយរតនីហ្នឹងក៏ធ្លាប់បានទៅលេងផ្ទះរបស់
បងបញ្ញានៅឯស្រុកកំណើតរៀងខ្លួនផងដែរនិយាយចំទៅគឺពុកម៉ែបងប្អូនទាំងសងខាងហ្នឹងគឺមានការស្គាល់តំណងមួយនឹងអញ្ចឹងបន្ទាប់ពីមានការស្គាល់គ្នានៅក្នុងតំណងមួយនឹងទាំងគ្រួសារខាងរតនីនិងគ្រួសារបងបញ្ញារួចមកហើយស្នេហារបស់ពួកគាត់ហ្នឹងក៏កាន់តែផ្អែមល្ហែមអញ្ចឹងពីមួយថ្ងៃទៅមួយថ្ងៃដោយថ្ងៃមួយហ្នឹងបងបញ្ញាគាត់បាននៅតែម្នាក់ឯងទេហើយបន្ទប់របស់រតនីហ្នឹងគឺនៅជាមួយនឹងមិត្តភ័ក្តិរបស់គេតែចៃដន្យអីថ្ងៃមួយគឺមិត្តភ័ក្តិរបស់រតនីហ្នឹងក៏បានរើបន្ទប់ចេញពីរតនីដោយសារតែមិត្តភ័ក្តិរបស់រតនីហ្នឹងគេផ្លាស់ប្ដូរសាលារៀនហើយគេទៅស្វែងរកបន្ទប់ជួលផ្សេងក្រៅពីបន្ទប់រតនីហ្នឹងដោយសារតែចិត្តសាលាគេរៀនអញ្ចឹងទៅអញ្ចឹងវាធ្វើឲ្យបន្ទប់របស់រតនីហ្នឹងនៅតែម្នាក់ឯងទេដល់ពេលបែបហ្នឹងទៅបងបញ្ញាហើយនឹងរតនីហ្នឹងក៏គាត់ថាពិភាក្សាគ្នាហើយសម្រាប់ទៅគឺរតនីក៏បានមករស់នៅក្នុងបន្ទប់ D6 ជាមួយនឹងបងរតនាដែរហើយប៉ុន្តែការនៅក្នុងបន្ទប់តែមួយជាមួយនឹងបងបញ្ញានេះគឺមិនមានអ្នកណាដឹងក្រៅពីពួកគាត់ទេអ្នកផ្ទះទាំងសងខាងក៏មិនដឹងថាពួកគាត់រស់នៅបន្ទប់ជាមួយគ្នាបែបហ្នឹងដែរដោយដឹងថារស់នៅបន្ទប់ផ្សេងគ្នាអញ្ចឹងណាព្រោះអីពួកគាត់គ្រាន់តែជាសង្សារមិនទាន់ជាលក្ខណៈគូដណ្ដឹងឬក៏ភ្ជាប់ពាក្យភ្ជាប់សម្ដីធ្វើកម្មវិធីអីធំដុំណាមួយឲ្យចាស់ទុំដឹងឮអញ្ចឹងណាអញ្ចឹងពួកគាត់ជាសង្សារនឹងគ្នាប៉ុន្តែពួកគាត់សម្រេចចិត្តថានៅជាមួយគ្នាដោយជាលក្ខណៈថាលួចលាក់មិនឲ្យអ្នកផ្ទះដឹងអញ្ចឹងបងបញ្ញាគាត់បានបន្តទៀតថានៅពេលដែលពួកគាត់សម្រេចចិត្តថានៅជាមួយគ្នានៅបន្ទប់ D6 ហ្នឹងគឺស្នេហាយុវវ័យរបស់គាត់ហ្នឹងក៏វាឈានដល់មកកម្រិតទៀតវាអាចនិយាយបានថាជាលក្ខណៈប្តីប្រពន្ធទៅហើយពុទ្ធិសាថារស់នៅជាមួយគ្នាអញ្ចឹងទៅហើយបងបញ្ញាគាត់ថានៅពេលដែលនៅជាមួយគ្នាវាមិនអត់អីនឹងរឿងដែលយុវវ័យគេធ្វើដោយសារតែប្រុសស្រីនៅតែពីរនាក់អញ្ចឹងណាហើយរតនីគាត់ថាសង្សាររបស់គាត់ហ្នឹងក៏ចូលចិត្តរឿងអញ្ចឹងដែរអញ្ចឹងទៅវាធ្វើឲ្យពួកគាត់ហ្នឹងត្រូវគ្នាបែបហ្នឹងអញ្ចឹងទៅហើយបងបញ្ញាគាត់បានបន្តទៅថានៅពេលដែលគាត់រស់នៅជាមួយនឹងសង្សាររបស់គាត់ហ្នឹងនៅបន្ទប់ជួលតែពីរនាក់ហ្នឹងគឺវាលក្ខណៈថាស្នេហារបស់គាត់ហ្នឹងគឺវាផ្អែមល្ហែមអញ្ចឹងណាហើយបងបញ្ញាគាត់បានបន្តទៅថាគាត់ធ្លាប់ទាំងមានកូនជាមួយនឹងសង្សាររបស់គាត់នឹងទៀតផងហើយតែគាត់បានទម្លាក់ចេញអញ្ចឹងណាព្រោះដោយសារតែមិនចង់ឲ្យពុកម៉ែដឹងអីចឹងទៅហើយពួកគាត់ក៏រស់នៅជាមួយគ្នាបែបហ្នឹងជាលក្ខណៈសង្សារនៅក្នុងបន្ទប់ជួលតែមួយចឹងរហូតបានរយៈពេល8ទៅ9ខែនិយាយទៅវាយូរដែរវាជិត1ឆ្នាំដែរបានពួកគាត់នឹងបែកបាក់គ្នាវិញហើយនៅពេលដែលពួកគាត់បែកបាក់គ្នាហ្នឹងគឺដោយសារតែបងបញ្ញាហ្នឹងចាប់បានសង្សាររបស់គាត់ហ្នឹងគឺលួចតាក់ទងជាមួយនឹងសង្សារចាស់របស់គាត់ពេលមុនដែលស្គាល់បងបញ្ញាហ្នឹងអញ្ចឹងបងបញ្ញាគាត់ខឹងគាត់ក៏សុំបញ្ចប់តំណែងជាមួយនឹងសង្សាររបស់គាត់ប៉ុន្តែបានមួយរយៈក្រោយមកពួកគាត់ក៏ត្រូវគ្នាវិញភាសាទៀតអញ្ចឹងណាហើយបងបញ្ញាដោយសារតែគាត់ជាមនុស្សចិត្តទន់ដែរគាត់និយាយថាគាត់ជាមនុស្សចិត្តទន់អញ្ចឹងដែលមានការសុំពីសង្សាររបស់គាត់នឹងថាយល់ព្រមកែយល់ព្រមឈប់តាក់ទងជាមួយនឹងអ្នកចាស់អញ្ចឹងគាត់ក៏ព្រមលើកលែងអភ័យទោសហើយគាត់បានរស់នៅក្នុងបន្ទប់ជួលនឹងជាមួយគ្នាបន្តទៀតអញ្ចឹងទៅតែពេលដែលរស់នៅក្នុងបន្ទប់ជួលបន្តទៀតហ្នឹងបងបញ្ញាគាត់មិនបានដាក់ចិត្តដាក់កាយថានឹងស្រឡាញ់សង្សាររបស់គាត់នឹងជាលក្ខណៈដូចមុនទេគឺគ្រាន់តែកំដរអារម្មណ៍គាត់គ្រាន់តែចង់ឲ្យនាងទទួលបានមកវិញនឹងការឈឺចាប់អញ្ចឹងបងបញ្ញាក៏គាត់ពេលហ្នឹងគឺគាត់មិនខ្វល់មិនអីទេព្រោះដោយសារតែគាត់ចង់ឲ្យដឹងថាការឈឺចាប់វាឈឺចាប់បែបណាអញ្ចឹងគាត់ក៏យកការស្រឡាញ់របស់សង្សាររបស់គាត់ហ្នឹងទៅជាការលេងសើចវិញដោយគាត់គ្រាន់តែយកនាងកំដរតែតណ្ហារបស់គាត់យកនាងកំដរតែពេលគាត់ត្រូវការនៅពេលដែលបងបញ្ញានឹងគាត់មានចំណងខាងតណ្ហាផ្លូវភេទអញ្ចឹងទៅគាត់ក៏រួមរស់ជាមួយនឹងសង្សាររបស់គាត់ហ្នឹងទៅបន្ទាប់ពីគាត់អស់ចិត្តអស់ចង់អញ្ចឹងទៅគាត់ធ្វើជាពង្រើយកន្តើយដាក់សង្សាររបស់គាត់វិញអញ្ចឹងដើម្បីជាការសងសឹកអញ្ចឹងទៅហើយបន្ទាប់ពីហ្នឹងមកគឺពួកគាត់ហ្នឹងក៏បានចែកផ្លូវគ្នាបន្ទាប់ពីបងបញ្ញាគាត់
lẽ cái thà ở chết ở trong chỉ mùi được song sàng một con là mỗi cột kết thà bị muốn cái thục các bọn dương chẳng hay bữa sân thà dương bắt tỏ bẹp nắng có cột kết không chết thà mình ai thà đượcตัวbàn sniper ពីសង្សាររបស់គាត់រតនីនឹងដែរអញ្ចឹងក៏គាត់សម្រេចចិត្តថាគាត់សុំបែកពីរតនីនឹងហើយរតនីគាត់ក៏ពិបាកចិត្តដែរប៉ុន្តែអ្វីដែលមុននឹងឈានដល់ការបែកហ្នឹងគឺបងបញ្ញាបានចាប់បាននៅកំហុសរបស់រតនីនឹងម្ដងទៀតចឹងដោយសារតែនាងនៅតែមានតំណែងជាមួយនឹងអ្នកចាស់របស់គេដដែលដោយនៅតែមានការលេងឆាតលេងcomment គ្នានៅក្នុង Facebook នឹងជាហោហាចឹងទៅរហូតដល់មានការធ្លាប់តែបបួលគ្នាទៅហូបអីនៅក្រៅទៀតនៅពេលដែលបងបញ្ញាគាត់ទៅធ្វើការបាត់ចឹងទៅអញ្ចឹងវាធ្វើឲ្យបងបញ្ញាកាន់តែមានអារម្មណ៍ថាសង្សាររបស់គាត់នឹងនៅតែក្បត់គាត់ទោះបីជាគាត់រស់នៅជាមួយគ្នាដូចប្តីប្រពន្ធចឹងក៏ដោយចឹងទៅវាធ្វើឲ្យគាត់នឹងអស់អារម្មណ៍ស្រឡាញ់ចឹងទៅគាត់ក៏សុំសង្សាររបស់គាត់នឹងបែកគ្នាហើយបែកម្ដងនេះគឺបែកជារៀងរហូតមិនអាចជួបគ្នាវិញបានទេហើយពួកគាត់ក៏បានបែកបន្ទប់ជួលគ្នាចឹងទៅដោយរតនីគេទៅនៅចេញពីអាគារផ្ទះជួលហ្នឹងហើយបងបញ្ញាក៏គាត់បន្តរស់នៅក្នុងអាគារ D6 ហ្នឹងប៉ុន្តែម្ដងហ្នឹងគឺគាត់ហៅមិត្តភ័ក្តិរបស់គាត់ 3-4 នាក់ផ្សេងទៀតមករស់នៅជាមួយគ្នាដើម្បីឲ្យចុះបន្ទុកនៃការបង់ថ្លៃផ្ទះជួលហ្នឹងហើយសាច់រឿងរបស់បងបញ្ញាគឺមានតែប៉ុណ្្នឹងទេអញ្ចឹងសូមខន្តីអភ័យទោសផងនៅរាល់ពាក្យពេចន៍ទាំងឡាយណាដែលនិយាយទៅមិនសមរម្យមិនពីរោះពិសាកន្លែងណាមួយសូមបងប្អូនខន្តីអភ័យទោសហើយចាំជួបគ្នានៅវីដេអូក្រោយៗបន្តទៀតសូមអរគុណបងប្អូនទាំងអស់គ្នាជម្រាបលា